Tôi đây là mà có một căn này thì tôiบอกnó sai được mày thếនេះផងដែរខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាអំពីការតម្លើង Linux server នៅលើ VMware អញ្ចឹងកុំឲ្យថាពេលយូរយើងចូលមកកាន់ VMware Workstation ចាំមកយើង create new virtual machine next next កន្លែងយើងយក Linux ហើយកន្លែង version នេះយើងយក8 64 bit standard ហើយនេះទៀតហើយយើងធ្វើការដាក់ឈ្មោះឡើង browser ដាក់នៅ drive D next continue កន្លែងយើងយក30G កន្លែងទំហំ disk ហើយយើងយក single file next custom hardware ហើយយើងយក 2G ហើយดู CD ខ្ញុំយកប្រភេទ ISO image file នេះគឺជា file ដែលខ្ញុំត្រូវ download នៅក្នុង website Channel X ហ្នឹងយើង download តិចមកបន្ទាប់មកយើងដាក់វាចូលទៅក្នុងកន្លែង ISO image file នេះហើយclose បន្ទាប់មក finish អញ្ចឹងយើងឃើញ memory ដែលយើងដាក់មកហើយជាមួយទំហំ disk ហ្នឹងគឺ 30G តោះមកខ្ញុំបើកវាមកយើងចាំឲ្យវា install តិចមកដោយសារវាជាប្រភេទ command ហ្នឹងរៀងយូរតិចតោះមកចូលមកកន្លែងនេះខ្ញុំធ្វើការយកភាសាអង់គ្លេសពីឡាន instead តោះមក continue មកដល់កន្លែងនេះខ្ញុំយក installation ពីកន្លែងនេះមួយចុចអានតោះមកកន្លែង software selection ខ្ញុំយក server ដោយសារវាជាប្រភេទ command អញ្ចឹងយើងប្រើប្រភេទ server តោះមកដាក់ហើយយើងដាក់root account enable តោះមកខ្ញុំដាក់ password ហើយ allow root នេះមកតោះមក done តោះមកកន្លែង user correction ខ្ញុំដាក់ឈ្មោះ administrator ហើយខ្ញុំដាក់ password ខ្ញុំដាក់ដូចមិញដែរមកតោះមក done តោះមកយើងbegin installation ហើយយើងរងចាំឲ្យវា install តិចដែរដោយសារនេះវារៀងយូរតិចចឹង install យើងពេញហើយយើងមកកន្លែង keyboard system ចឹងហើយកន្លែងយើងធ្វើការ login យើងដាក់ឈ្មោះ root របស់យើងចឹងឈ្មោះ root របស់ខ្ញុំដាក់ថា root ចឹងហ្មងខ្ញុំ login មកហើយយើងបាយ password ដែលយើងដាក់មិញចឹងដោយសារ password គឺ
vì mượt thôi chứ tại sao chịu phải phạt tuần chẳng xong nhưng login chụp tay ấy vì lột root ai đọc đọc khó thọ chứ mà anh thao bị chụp tay bởi vì chẳng chẳng cái không phải thật đạo như mà chẳng liên lạc bảo bao nhiêu cứ chụp tay ấy khi mình đọc anh không thấy có con nạp ca cái nào là học ní